បាទសួស្តីបងប្អូនអរគ្នាคลิปនេះខ្ញុំបង្ហាញពីវិធីការប្រើប្រាស់ជាមួយប្រភេទ OMAT model Mark SN 107ឬក៏ ST 107បាទវាស្តីគ្នាទេទៅទៅមួយ OMAT នេះសម្រាប់បងប្អូនដែលមិនទាន់ចេះប្រើបងប្រើតើឥឡូវកុំឲ្យវិញឆ្ងាយនៅពេលដែលដាក់ថ្មហើយនេះបងប្អូនឃើញនេះកន្លែងមានកន្លែងសញ្ញាព្រួយតែវាចង្អុលកំណត់ដីយើងត្រូវដាច់ក្លីបណាមួយចឹងណាបាទអោបនៃតែបិទបាទតមកទៀតអានេះនៅក្នុងនេះវាចង្អុលមកកន្លែងនេះមាន2ក្នុងហ្នឹងណាមានសម្លេងផងហើយវាស់រេស្តង់ផងអញ្ចឹងនៅពេលដែលយើងមួមកដំបូងមានន័យថាហ្នឹងវាស់សម្លេងយ៉ាងម៉េចឧទាហរណ៍ថាវាស់ដើមខ្សែចុងខ្សែអញ្ចឹងនិយាយវាលឺសូរមិនអញ្ចឹងដើមខ្សែនេះចុងខ្សែបើសិនជាដាច់អាហ្នឹងវាស់រកខ្សែដាច់អញ្ចឹងណាវាស់ខ្សែដាច់ខ្សែមួយណាដាច់អញ្ចឹងបើខ្សែអត់ដាច់វាលឺបើខ្សែដាច់វាអត់លឺទេហ្នឹងណាដើមខ្សែចុងខ្សែហើយទៅហើយតោមួយទៀតអាវាស់រេស្តង់នេះនិយាយចេញកន្លែងស្លីបសិតនេះចេញប៉ាក់មកគឺវាចេញញ៉ានេះអានេះខ្ញុំអត់ចេះទេអត់ចេះវាស់ទេដល់តម្លៃអីខ្ញុំអត់ចេះទេនឹងតខាងជាងអេលីទិកអញ្ចេះណាបាទហើយអានេះអត់សូវសំខាន់ទេខ្ញុំវាស់សំខាន់ឲ្យអានេះសម្រាប់នេះដែលមកសញ្ញាអានេះហ្នឹងអាហ្នឹងវាស់មេក្រូរបស់កង់ដង់យើងចង់ដឹងថាកង់ដង់កង្ហារឬមួយកង់ដង់ម៉ូទ័រហ្នឹងវាខូចឬអត់អីហ្នឹងវាកាច់ clip ហ្នឹងមកហើយវាស់វាទៅហើយវាមានតម្លៃវាចេញតម្លៃក្នុងហ្នឹងឲ្យហើយបើសិនជាខូចវាអត់ចេញតម្លៃឲ្យទេហ្នឹងហើយតោះទៅមុខទៀតបាទវ៉ុលអានេះវ៉ុលគឺមានន័យថាវ៉ុលហ្នឹងក្នុងហ្នឹងមាន2ណាវ៉ុលរបស់ភ្លើងរត់ផងហើយវ៉ុលរបស់ភ្លើងអាគុយផងវាមិនមែនអូតូណាអញ្ចឹងតើយើងកំណត់វ៉ុលនេះខ្ញុំចង់និយាយថាឥឡូវចេញដើមដំបូងវាបង្ហាញថា DC មានន័យថាភ្លើងអាគុយពួកភ្លើងអាគុយថ្ម7អីណាហ្នឹងហើយតែវាចង់វាស់ភ្លើងរត់នេះវាស់ភ្លើងរត់តចេញនេះចេញនេះមកគឺវាចេញ AC អញ្ចឹងមានន័យថានឹងវាស់ភ្លើងរត់ប៉ុន្តែដោយសារតែភ្លើងរត់ដោយសារតែវាកម្លាំងវាដល់200ជាងអញ្ចឹងយើងកាច់វាមក600មកឲ្យវាធំជាងតម្លៃជាក់ស្ដែងមកបើយើងកាច់ទុយវាអត់ចេញឲ្យទេឃើញអញ្ចឹងនេះចេញ DC អញ្ចឹងវាបង្ហាញឲ្យទេគេអញ្ចឹងតដូរវាមក AC វិញមកយើងចេញឲ្យបន្តិចវាចេញឲ្យគេហ្នឹងហើយគេតទៅចេញ AC អត់ចេញឲ្យណាហើយយើងដាក់តម្លៃខ្ពស់ចឹងមកនេះដាក់600ចឹងមកបាទហើយមួយទៀតអានេះចិត្តតមួយការគីបអំពែរបៀបគីបអំពែទី1ខ្ញុំរីកមិនឲ្យដាក់200មកឲ្យវាធំមកហ្នឹងហើយដាក់200អំពែចឹងមកហើយក្នុងការគីបគឺគេគីបមួយខ្សែភ្លើងបងប្អូនមើលខ្សែភ្លើងវាមាន2សរសៃអញ្ចឹងបងប្អូនគីបតែមួយសរសៃបាននៅហ្វាក៏បាននៅក្បាលហ្វាក៏បានតែគីបតែមួយសរសៃណាហើយបងប្អូនប្រើអីក៏ដោយឧទាហរណ៍ថាបងប្អូនកំពុងតែប្រើអីចឹងអស់ប្រហែលពេលវាបង្ហាញកន្លែងនឹងឲ្យហើយណាបងប្អូនកំពុងតែប្រើប្រហែលពេលគឺវាបង្ហាញទិន្នន័យឲ្យហើយនេះរបៀបគីបយ៉ាងនិយាយខាងចឹងគីបចឹងណាហ្នឹងហើយវាកន្លែងខ្សែមេទៅឬមើលកន្លែងព្រីខ្សែព្រីខ្សែដល់បានសរសៃចេញមកហើយបងប្អូនដុតប្រើអីទៅបើឃើញអស់ប្រហែលពេលវាបង្ហាញកន្លែងនឹងឲ្យហើយចឹងណារបៀបគីបវាគឺចឹងហ្នឹងហើយតមកទៀតនេះ NTV គឺមានន័យថាវាស់នេះគីបលើចុងខ្សែនេះកន្លែងណាដែលមានភ្លើងគឺវាសូរឲ្យហើយវាស់អាខ្សែនេះក៏បានដែរណានេះវាវាស់កន្លែងនេះក៏បានដែរកន្លែងរនៅហ្វាកន្លែងនេះអង្គនៅហ្វាឬមួយក៏អង្គកន្លែងនេះមានភ្លើងឬអត់ហ្នឹងហើយមានតែប៉ុណ្្នឹងឯង